កោតសរសើរនិងតាមដាននៅការតស៊ូរបស់គណៈដឹកនាំកតិការបស់យើងបានសម្រាប់ការពីថ្ងៃទី24ខែកុម្ភៈឆ្នាំ2000គណៈបក្សសង្គ្រោះជាតិនៅតែមានភាពរឹងមាំបោះជំហានទៅមុខជានិច្ចឆ្ពោះទៅតាមគោលដៅនិងអនុវត្តតាមគោលការណ៍របស់យើងដែលបានកំណត់ដោយគ្មានថយក្រោយឡើយទោះបីឆ្លងកាត់ឧបសគ្គក្តៅត្រជាក់មួយរយៈធំកន្លងមកនេះក៏ដោយជំរាបបងប្អូនថាកឹមសុខាសង្រងស៊ីរួមគ្នាជានិច្ចដើម្បីការពារឆន្ទៈប្រជារាស្ត្រខ្មែរ